មានគ្រូសានារីដ៏ស្រស់ស្អាតម្នាក់និងម្ដាយរបស់នាងដើរលក់នំបញ្ចុកដើម្បីចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគេនៅថ្ងៃមួយម្ដាយបានបបួលកូនស្រីទៅជាមួយព្រោះគាត់ត្រូវដើរកាត់ដើមឈើដ៏ធំមួយដែលល្បីថាំងមានវិញ្ញាណដែលលងបន្លាចដល់អ្នកភូមិគ្រប់គ្នាកូនស្រីយ៉ាងថ្ងៃហ្នឹងម៉ែនឹងនាំកូនទៅដើរទិញបន្លែនៅឯផ្សារក្បែរផ្ទះយើងនឹងណាកូនរៀបចំខ្លួនឲ្យបានស្អាតបាតទៅហ្នឹងចាម៉ែថ្ងៃនេះម៉ែមានអារម្មណ៍ល្អមែនបានជិះនាំកូនទៅជាមួយហ្នឹងម៉ែមិនមានអារម្មណ៍ល្អអីទេតែម៉ែទៅម្នាក់ឯងគ្មានអ្នកណាជួយកាន់អីវ៉ាន់នឹងណាអូតាមពិតទៅម៉ែសម្លឹងឃើញផាបញ្ញារបស់កូនសោះនិយាយលេងតែម៉ែអញ្ចឹងម៉ែចាំតិចណាកូនទៅដកខោបន្តិចណាឲ្យវាលឿនឡើងណាកូននៅតន់ព្រឹកក្រែងទៅមិនតន់បន្លែស្រស់ណាបន្ទាប់ពីនិយាយគ្នារួចអ្នកម្ដាយនិងកូនស្រីក៏បណ្ដើរគ្នាតម្រង់ទៅផ្សារមីងជួយទិញបន្លែខ្ញុំផងណាស្រស់ល្អណាស់ខ្ញុំទៅយកមកពីចម្ការថ្មីទេណាមីងអាកអូនវាពិតជាស្រស់មែនអីហ៎បាទមីងវាពិតជាស្រស់មែនណាមីងខ្ញុំមិនកុហកមីងទេក្មេងកុហកមនុស្សចាស់នាំឲ្យបាបណាមីងនិយាយផ្អែមបែបនេះមីងចូលចិត្តមើលដាក់ជ្រក់ឲ្យមីង2គីឡូមើលអាកអូនបាទមីងទិញរបស់ខ្ញុំទៅធម្មជាតិពិតគ្មានជាតិគីមីទេគឺប្រកាសថា original តែម្ដងនៅក្មេងសោះហើយពូកែលក់ដូរទៀតនិយាយអញ្ចឹងមីងរកទៅផ្ទះវិញហើយនឹងអាលបានដាក់ស្លហូបព្រោះឥឡូវវារៀងថ្ងៃហើយណាបាទនាងធ្វើដំណើរដោយសុវត្ថិភាពហើយបើមកពេលក្រោយជួយចូលមកទិញអីក្មួយផងណានិយាយរួចទាំងពីរអ្នកម្ដាយហើយនិងកូនក៏ត្រឡប់ទៅផ្ទះវិញកូនមីងម្នាក់ហ្នឹងពិតជាស្អាតមែនខ្ញុំខំយកចិត្តម៉ែគេបន្តិចក្រែងលោកម៉ែគេលើកកូនឲ្យទាំងម្ដាយហើយនិងកូនដើរបានប្រហែលជា2គីឡូដីពួកគាត់ក៏បានមកដល់ដើមឈើធំមួយកូនស្រីមើលដើរវាលឿនមើលម៉ែមានអារម្មណ៍មិនសូវស្រួលសោះពេលមកដល់ចិត្តដើមឈើមួយនេះអើយអ្នកម៉ែមើលតកូននឹងដើរខ្លួនទៅទេម៉ែដើរគ្មានអីអញ្ចឹងម៉ែដើរលឿនជាងកូនអញ្ចឹងហើយម៉ែមើលកូនកាន់អីវ៉ាន់នេះធ្ងន់ណាស់ហើយកុំនិយាយបោកបាច់ច្រើនពេកអេលឿនឡើងពួកគាត់ខំដើរឆ្លងកាត់ដើមឈើធំមួយនឹងអស់រយៈពេលយ៉ាងយូរប៉ុន្តែពួកគាត់នៅតែនៅកន្លែងដដែលចំមីអូនមានអារម្មណ៍ប្លែកទេពួកយើងដើរអស់រយៈពេលយ៉ាងយូរហើយមកក៏នៅកន្លែងដដែលអញ្ចឹងយីអាឆ្កែអស់នេះមិនក៏មកលូអីនៅពេលហ្នឹងវើយកូនហត់ណាស់ពួកយើងសម្រាប់នៅកន្លែងនេះសិនទៅអីម៉ែយីមីកូននេះវ៉ៃខ្វះកន្លែងសម្រាប់មែនបានជាមកសម្រាប់នៅកន្លែងស្ងាត់ដូចនេះទៅវិញម៉ែកូនសម្រាប់សិនហើយម៉ែទៅមុនទៅកូនទៅលេងរួចហើយសម្រាប់ក៏សម្រាប់ទៅតែកុំទៅក្បែរដើមឈើនោះឲ្យសោះណាអ្នកទាំងពីរម្ដាយនិងកូនស្រីបានសម្រាប់នៅព្រៃនោះទៅយីម៉ែចេះខ្លាចតកើតនៅទីនេះស្ងាត់ល្អណាស់ថែមទាំងមានទេសភាពស្អាតទៀតផងហើយនិយាយពីដើមឈើនោះធំល្អណាស់ខ្ញុំចូលចិត្តទេសភាពបែបនេះណានិយាយហើយកូនមីងសំបានដើរទៅក្បែរដើមឈើធំមួយនោះអូវាពិតជាធំ
ហើយមានស្លឹកច្រើនស្អាតណាស់គិតមិនទាន់បានប៉ុន្មានផងម៉ែរបស់នាងក៏ដែរចូលមកអូនណាម៉ែបានប្រាប់កូនហើយថាកុំឲ្យមកក្បែរដើមឈើមួយនេះវាមិនល្អទេណាកូនហេតុអីបានជាគ្រប់គ្នានាំគ្នាមកខ្លាចដើមឈើធំមួយនេះទៅវិញម៉ែកុំខ្លាចអីមើលទៅគ្មានអីផងបានមកឆាប់ទៅផ្ទះណាកូនយប់ជ្រៅឥឡូវហើយពេលនេះចាប់ដើមប្រលប់ហើយចាស់ម៉ែនិយាយរួចកូនស្រីនឹងមីងសំបានដើរចាក់ចេញទៅម៉ែមិនបានជាខ្ញុំដើរទៅមុខមិនរួចអញ្ចឹងណែមីអូនកុំមកនិយាយបន្លាចម៉ែអីសោះណាតែម៉ែខ្ញុំនិយាយមែនខ្ញុំទៅមុខមិនរួចទេដល់ជាមានអីចាប់ទាញជើងខ្ញុំអញ្ចឹងមួយសន្ទុះក្រោយមកក៏លេចវិញ្ញាណមនុស្សស្រីចេញមកពីដើមឈើនោះហើយនិយាយទៅកាន់ពួកគេចូលកុំខ្លាចខ្ញុំអីណាអ្នកទាំងពីរខ្ញុំមិនឡងស្រីទេខ្ញុំមើលទៅមិនគួរឲ្យខ្លាចទេសាកមើលមកខ្ញុំតើមើលខ្ញុំស្អាតណាស់ខ្ញុំនៅក្នុងដើមឈើនេះយូរមកហើយខ្ញុំអបសុខណាស់តែសំណាងល្អបានអ្នកទាំងពីរមកលេងខ្ញុំមីអូនម៉ែទៅមុនហើយណាបាយម៉ែឈប់សិនយីម៉ែនេះអូនថាស្រឡាញ់កូនស្រីគ្រាន់តែប៉ុណ្ណឹងក៏រត់ចោលកូនបាត់សួស្ដីស្រីស្អាតមិនខ្លាចខ្ញុំមែនទេអត់ផងមើលតាមមិនគួរឲ្យខ្លាចផងហ្នឹងរបៀបលងក៏មិនទាន់សម័យសោះនៅស្ទើបុរាណស្រែធ្លាប់ឃើញគេប្រើអស់ហើយខ្ញុំមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចនោះគឺមនុស្សទៅវិញទេនិយាយចឹងខ្ញុំឈ្មោះវតីជាកូនស្រីសិទ្ធិនៅក្បែរភូមិខាងក្រៅនេះឯងហើយខ្ញុំត្រូវបានគេធ្វើបាបតាវតីមានរឿងអីដែរបានជាគេធ្វើបាបនាងតែនាងអាចប្រាប់ខ្ញុំឲ្យដឹងរឿងផងបានទេរឿងនេះវែងឆ្ងាយណាស់តែមិនអីទេចាំខ្ញុំនិយាយប្រាប់ស្រីស្អាតឯងចុះនាងខ្មោចក៏និយាយពីរឿងរ៉ាវរបស់ខ្លួនប្រាប់ទៅកូនស្រីមីងសំខ្ញុំជាកូនលោកសេដ្ឋីម្នាក់ឈ្មោះវិជ័យហើយលោកពុករបស់ខ្ញុំគាត់កាចណាស់មានថ្ងៃមួយខ្ញុំបានលួចទៅជួបមនុស្សដែលខ្ញុំស្រឡាញ់ពេញបេះដូងអូនពិតជានឹកបងណាស់បងដឹងទេថាអូនពិបាកណាស់តម្រុំតែអូនមកទីនេះបានវតីអូនបងនឹកអូនណាស់ឲ្យបងសុំទោសផងណាដែលនាំអូនមកឲ្យពិបាកជាមួយបងមិនអីទេបងដើម្បីស្នេហ៍យើងអូនហ៊ានធ្វើអ្វីគ្រប់យ៉ាងទោះជាពុកហាមអូនមិនឲ្យស្រឡាញ់បងក៏ដោយតែចិត្តនឹងបេះដូងរបស់អូនមានបងរួចទៅហើយអូនសម្លាញ់នៅរាត្រីនេះព្រះច័ន្ទស្អាតណាស់ប្រៀបដូចជាមុខរបស់អូនអញ្ចឹងមិនដឹងស្អីទេបងមុខរបស់អូនរាងតូចវែងចំណែកឯព្រះច័ន្ទវិញគឺមូលបើមុខអូនដូចព្រះច័ន្ទមែនវាមិនខុសអីពីមុខដូចជ្រុញទេបងនិយាយលេងទេវាជាពាក្យប្រៀបធៀបតាពួកខ្ញុំបានសាសងស្នេហាយ៉ាងយូរប៉ុន្តែមិនបានប៉ុន្មានលោកពុកក៏មកដល់មីកូនស្រីចង្រៃឆាប់ទៅផ្ទះវិញអាសីហាឯងមានមើលខ្លួនឯងទេថារាល់ថ្ងៃនេះឯងជាអ្វី
បានជាមកតាក់ទងកូនស្រីរបស់អញសូមខាមខាត់ហើយម្ដងទៀតឈប់តាក់ទងកូនស្រីអញបើហើយនៅតែមិនស្ដាប់អញហើយនៅដឹងគ្នាជាមួយអញហើយ លោកអ៊ំសូមកុំបំបាយពួកខ្ញុំអីខ្ញុំសូមអង្វរពុកឲ្យពួកកូនស្រឡាញ់គ្នាតែពុកកុំបំបាយបំបាក់ពួកយើងអីណា អស់ដៃឆាប់នាំកូនស្រីអញត្រឡប់ទៅវិញ ណាពុកណាពុកណាណាលោកពុកលោកអ៊ំលោកអ៊ំណាលោកអ៊ំនៅថ្ងៃមួយខ្ញុំនឹងបងសៃហាបាននាំគ្នារត់ចេញពីផ្ទះអូនយ៉ាងម៉េចទៅហើយទៅរួចដែរទេហ្នឹងមិនអីទេបងអូនអាចទៅរួចពួកយើងបានសាំខ្ទមមួយនៅកណ្ដាលព្រៃជ្រៅហើយពួកយើងរស់នៅយ៉ាងសុខសប្បាយតែមិនយូរប៉ុន្មានសេចក្តីសុខនោះក៏ប្រែជាក្រៀមក្រំទៅវិញដោយសារតែបងសីហាគាត់ចេញទៅធ្វើការមិនត្រឡប់មកវិញសោះខ្ញុំបានចាំប្តីខ្ញុំយ៉ាងយូរសែនយូរខ្ញុំក៏សម្រេចចិត្តដើររកប្តីគ្រប់ទិសទីកាត់ព្រៃកាត់ភ្នំនៅតែមិនឃើញហើយខ្ញុំក៏បានដើរមកដល់ដើមឈើធំមួយនេះដែលមានមនុស្ស2នាក់កំពុងអង្គុយក្បែរនោះខ្ញុំក៏តម្រង់ទៅជួបពួកគេអត់តបបងទាំងពីរតើបងមានឃើញបរិសម្នាក់មានមាឌធំខ្ពស់សង្ហាឆ្លងកាត់កន្លែងនេះដែរទេបានតបពីខ្ញុំនិយាយចង់បរិសទាំង2នាក់នោះក៏គិតមួយសន្ទុះធំ អូនាងនេះពិតជាស្អាតមែនវយ អាពិតពួកគេទាំង2នាក់នេះនឹងហើយដែលបានសម្លាប់ប្តីរបស់ខ្ញុំនិងពូថៅរបស់ពួកគេដោយសារតែប្តីរបស់ខ្ញុំគាត់កាន់បង្វិចលុយដែលគាត់រកបានយកមកឲ្យខ្ញុំប្រពន្ធសម្លាញ់បែកការដូច្នេះហើយទៅពួកវាសម្លាប់ខ្ញុំហើយយកសាកសពរបស់ខ្ញុំមកកប់ក្បែរដើមឈើនេះឯងអស់រយៈពេល70ថ្ងៃក្រោយមកខ្ញុំក៏មានគំនុំជាមួយនឹងពួកមនុស្សប្រុសទាំងអស់នោះឲ្យតែមនុស្សប្រុសណាដូចជាកំសត់ណាហើយចុះយ៉ាងម៉េចទៀតតាអត់មានយ៉ាងម៉េចទៀតទេគឺថាវិញ្ញាណរបស់ខ្ញុំមិនអាចទៅចាប់ជាតិបាននឹងណាតើតែមានអ្នកណាម្នាក់យកកណាត់នេះចេញពីដើមឈើនេះតែមនុស្សម្នាក់នោះត្រូវតែក្លាហានមិនខ្លាចនឹងដើមឈើមួយនេះហើយហ៊ាននិយាយជាមួយខ្ញុំបានធ្លាប់មើលស្រីស្អាតយូរមកហើយក៏សង្កេតឃើញទៀតថាស្រីស្អាតមិនខ្លាចដើមឈើនេះទេអញ្ចឹងហើយតើខ្ញុំចេញមកជួបដើម្បីរកជំនួយពីស្រីស្អាតនឹងណាគ្រាន់តែដឹងការពិតភ្លាមកូនស្រីមីងសំក៏បានទៅយកក្រណាត់នោះចេញខ្ញុំអរគុណស្រីស្អាតណាស់ដែលបានជួយខ្ញុំដល់ពេលខ្ញុំទៅចាត់ភពចាប់កំណើតថ្មីហើយបងសីហាអូនទៅរកបងហើយពិតជាកំសត់មែនហាខ្ញុំទៅផ្ទះវិញល្អជាងបន្ទាប់ពីខ្មោចវតីទៅចាប់ភពចាប់កំណើតហើយក៏លែងមានវិញ្ញាណដែលលងបន្លាចតោះទៅទៀតដែរ